តើលោកអ្នកដឹងទេថាម្ជូរល្មមក្រហមមានសមត្ថភាពខ្ពស់ជួយព្យាបាលជំងឺម្ជូរល្មមក្រហមពិតជាពូកែណាស់អាចជួយព្យាបាលជំងឺបានជាច្រើនមុខសូមកុំមើលរំលងឲ្យសោះត្បិតជំងឺកាយសាហាវជាច្រើនសុទ្ធតែអាចចុះចាញ់ទៅនឹងម្ជូរល្មមក្រហមនេះម្ជូរល្មមក្រហមគឺជាទិន្នជាតិប្រចាំឆ្នាំមានដើមរឹងមានកម្ពស់ពី50ទៅ180សង់ទីម៉ែត្រមានច្រើនពូជដើមនិងមែកមានពណ៌ស្វាយលាយក្រហមបន្តពូជដោយប្រើគ្រាប់ទាំងដើមទាំងស្លឹកផ្កាហើយនិងផ្លែសុទ្ធតែមានប្រយោជន៍យកទៅប្រើប្រាស់ព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធភាពត្របកចិញ្ចឹមផ្កាឬស្រទាប់ទម្រផ្កាហុំផ្លែប្រើជាថ្នាំកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមនិងជួយសម្រកទម្ងន់ដោយមានការសាកល្បងទៅលើសត្វទន្សាយដែលមានខ្លាញ់ច្រើនហើយបានរកឃើញថាកម្រិត triglycerid កូលេស្តេរ៉ុលនិងកម្រិតខ្លាញ់អាក្រក់ LDL បានថយចុះនិងមានបរិមាណខ្លាញ់ប្រភេទល្អ HDL កើនឡើងលើនេះទៀតភាពខ្លាំងក្លានៃការកកស្ទះសរសៃឈាមក្រហមពីបេះដូងក៏ថយចុះជាងក្រុមដែលមិនបានទទួលសារធាតុចម្រាញ់ចេញពីផ្លែគ្រាប់និងទឹកម្ជូរល្មមផ្កាម្ជូរល្មមក្រហមជួយរំលាយជាតិខ្លាញ់ក្នុងសរសៃឈាមទឹកបានពីស្ងោរត្របកផ្កាម្ជូរល្មមជួយបំបត្តិអាការៈហេវហត់អស់កម្លាំងបន្ថយកម្រិតជាតិស្ករក្នុងឈាមជួយអ្នកមានជំងឺទឹកនោមផ្អែមជួយកាត់បន្ថយសម្ពាធឈាមដោយគ្មានផលប៉ះពាល់សុខភាពណាមួយឡើយគ្រាប់ទុំស្ងួតបុកឆុងទឹកក្តៅផឹកជួយបំពន់ឈាមព្យាបាលសរសៃឈាមស្ទះបំពន់សរសៃឈាមឲ្យរឹងប៉ឹងទន់យឺតបានល្អនៅប្រទេសអេស៊ីបប្រើដើមទាំងមូលស្ងោរផឹកជួយព្យាបាលជំងឺបេះដូងនិងជំងឺសរសៃប្រសាទទឹកផ្កាម្ជូរល្មមជួយបំបត្តិអាការៈស្ងួតបំពង់កស្រេកទឹកក្តៅក្នុងបន្ថយសីតុណ្ហភាពក្នុងរាងកាយជួយបង្កើនអង្គការពាររាងកាយឲ្យរឹងមាំជួយបង្ការផ្ដាសាយដោយសារផ្លែម្ជូរល្មមមានសារធាតុ Anthocyanin ដែលជាសារធាតុពណ៌ក្រហមក្នុងក្រុមតែមួយដែលរកឃើញក្នុងផ្លែពពួក Blueberry ក៏ប៉ុន្តែម្ជូរល្មមក្រហមមានសារធាតុប្រភេទនេះច្រើនជាង Blueberry ដល់ទៅ 50% ទឹកបានពីផ្លែនិងស្លឹកម្ជូរល្មមក្រហមជួយបំបត្តិគ្រុនក្អកប្រើជាថ្នាំបណ្ដេញស្លេសបញ្ចុះទឹករំអិលក្នុងបំពង់កធ្វើឲ្យធ្លាក់ទៅតាមទ្វារធំបំបត្តិអាការៈចេញឈាមតាមអញ្ចាញធ្មេញដោយសារមានវីតាមីន C ខ្ពស់ជួយរំលាយអាហារប្រើជាថ្នាំបញ្ចុះលាមកជួយឲ្យមានរំអិលក្នុងពោះវៀនធ្វើឲ្យលាមកទន់ផ្លែម្ជូរល្មមជួយព្យាបាលជំងឺរលាកក្រពះនិងពោះវៀនដោយយកផ្លែទុំហាលស្ងួតមកបុកឲ្យម៉ត់ប្រើទទួលទានមួយថ្ងៃ3ដងម្ដងមួយស្លាបព្រាបាយរួចផឹកទឹកតាមក្រោយម្សៅបានពីគ្រាប់និងផ្កាម្ជូរល្មមកិនឲ្យម៉ត់ឆុងផឹកជួយព្យាបាលជំងឺក្នុងប្រព័ន្ធទឹកនោមគ្រោះក្នុងតម្រងនោមគ្រោះក្នុងក្រលៀនជួយរារាំងមេរោគឆ្លងក្នុងប្រព័ន្ធទឹកនោមកាត់បន្ថយការរលាកក្រពះឈឺក្រហល់ក្រហាយដោយយកម្សៅកិនម៉ត់ទម្ងន់3ក្រាមមកឆុងនឹងទឹកក្តៅមួយពែងផឹកមួយថ្ងៃ3ដងរយៈពេល7ថ្ងៃឬរហូតដល់ជាមានរបាយការណ៍ស្រាវជ្រាវរកឃើញថាអ្នកជំងឺដែលផឹកទឹកម្សៅម្ជូរល្មមក្រហមទម្ងន់3ក្រាមឆុងទឹកក្តៅមួយកែវផឹកមួយថ្ងៃ3ដងរយៈពេល1ឆ្នាំ 80% នៃអ្នកជំងឺមានទឹកនោមថ្លាជាងមុនហើយបានរកឃើញថាទឹកនោមមានអាស៊ីតកាន់តែច្រើនជាហេតុជួយសម្លាប់មេរោគក្នុងប្រព័ន្ធបង្ហូរនោមបានយ៉ាងល្អប្រសើរទឹកស្ងោរផ្កាម្ជូរល្មមជួយការពារជំងឺក្រពេញប្រូស្តាតរីកធំទឹកស្ងោរគ្រាប់និងផ្កាជួយបង្កើនលំហូរទឹកប្រមាត់ចេញពីថ្លើមនិងជួយការពារថ្លើមមិនឲ្យខូចខាតផ្កាម្ជូរល្មមជួយព្យាបាលក្រលៀនខ្សោយគ្រាប់ផ្លែម្ជូរល្មមជួយព្យាបាលជំងឺខ្សោយទឹកប្រមាត់ទឹកផ្កាម្ជូរល្មមមានឫទ្ធិប្រឆាំងការកើតពឹសថ្លើមនិងជួយការពារថ្លើមពីការបំផ្លាញដោយសារធាតុពុលមានការស្រាវជ្រាវទៅលើសត្វពិសោធន៍រកឃើញថាសារធាតុពីទឹក Anthocyanin និងសារធាតុអាស៊ីត Protocatechoic ដែលមាននៅក្នុងផ្កាម្ជូរល្មមក្រហមអាចជួយកាត់បន្ថយជាតិពុលចំពោះថ្លើមបានជាច្រើនប្រភេទ